Indonesia ឲ្យទៅលើពាក្យថាប្រទេស Indonesia យើងទាំងអស់គ្នាស្គាល់ត្រឹមថាជាប្រទេសមួយដែលមានអាហារដែលមានរសជាតិហឹរខ្លាំងតោះអ្នកទាំងអស់គ្នាខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ពីប្រទេសនេះកាន់តែច្បាស់ដោយគ្រាន់តែអ្នកទាំងអស់គ្នាទៅទីតាំងកន្លែងមួយនេះសួស្តីអ្នកទាំងអស់គ្នាខ្ញុំលៀងពីទីក្រុងចាកាតាទៅហើយវីដេអូមួយនេះគឺសម្រាប់អ្នកដែលគាត់មកលេងប្រទេស Indonesia នៅទីក្រុងចាកាតាហើយអត់ដឹងថាកន្លែងណាគួរតែទៅហើយធ្វើឲ្យអ្នកទាំងអស់គ្នាអាចស្វែងយល់អំពីវប្បធម៌ប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រទេសនេះបាននេះគឺជាផាតាម៉ាន់លំប៉ាន់ហ្គាំងបានទេបើសិនជាអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំហើយអត់ដឹងថាគេ spell ថាម៉េចអ្នកទាំងអស់គ្នាមើលនៅក្នុង caption ទៅចាំខ្ញុំនឹងដាក់នៅក្នុង caption ឲ្យហើយពេលមកដល់គឺអត់ពិបាកទេ search ក្នុង Google ទៅហើយ book Grab ទៅគឺយើងអាចនឹងទៅដល់កន្លែងហ្នឹងហើយងាយស្រួលហៅទេដោយសារវានៅចំកណ្ដាលទីក្រុងចាកាតាតែម្ដងហើយនេះគឺជារូបសំណាកដែលតំណាងឲ្យផាកនេះផ្ទាល់តែម្ដងគឺរូបសំណាកមួយនេះបង្ហាញអំពីការទទួលបានសេរីភាពពីអាណានិគមហូឡង់របស់ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំចន្លោះ1960ហើយនៅក្នុងផាកនេះផងដែរគេមានរួមបញ្ចូលមិនត្រឹមតែពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេគេមានទាំងពីសម័យទំនើបផងដែរអញ្ចឹងអ្នកនរគ្នាចូលទៅមានទាំងកាលពីចំនួនពីដើមរហូតដល់ឥឡូវហើយនឹងភាពរីកចម្រើនរបស់ប្រទេសឥណ្ឌូនេស៊ីគេតាំងបង្ហាញអ្វីទាំងអស់ហ្នឹងដើម្បីឲ្យយើងបានស្គាល់ហើយអ្នកនរគ្នាមិនត្រឹមតែប៉ុណ្្នឹងឯងគឺបានរួមលេងកម្សាន្តគេមានជាការចាក់ភ្លេងអីចឹងហើយគេដាក់តាំងនៅប្រភេទរុក្ខជាតិដែលមាននៅក្នុងប្រទេសឥណ្ឌូនេស៊ីនឹងសឹងតែទាំងអស់អ្នកនរគ្នាពីព្រោះយើងនៅក្នុងប្រទេសយើងដឹងថារុក្ខជាតិនេះមានដុះប៉ុន្តែយើងទៅដល់ប្រទេសឥណ្ឌូនេស៊ីយើងក៏ចង់ដឹងដែរមែនទេថាតើមានអីគេខ្លះហើយនេះគឺជាកន្លែងដែលគេដាក់ឲ្យយើងថតរូបនិយាយរួមទៅគឺស្រស់ស្រាយខ្លាំងមែនទែនមកដល់កន្លែងហ្នឹងគឺមានគ្រប់រសជាតិទាំងអស់ហើយខ្ញុំទៅតាំងពីថ្ងៃត្រង់ខ្ញុំរងចាំរហូតដល់ពេលយប់ដោយសារតែកន្លែងហ្នឹងមានចំណុចពិសេសមួយទៀតហើយល្បីខ្លាំងហ្នឹងគឺនៅពេលយប់មានទឹកធ្លាក់ចេញពី fountain ដែលគេធ្វើនៅជិតរូបសំណាកហ្នឹងអញ្ចឹងណាអ្នកនរគ្នាហើយកុំភ្លេចរងចាំដល់ចប់តើ fountain របស់គេហ្នឹងវាស្អាតកម្រិតណាអញ្ចឹងណាអ្នកនរគ្នាហើយមួយទៀតអ្នកនរគ្នាមកកុំភ្លេចមកទស្សនាផ្ទាល់ភ្នែកខ្លួនឯងអញ្ចឹងណាព្រោះតាមរយៈការរៀបរាប់ហ្នឹងគឺវាចំណុចមួយដែលល្អអ្នកនរគ្នាចង់មកហើយតែអ្នកនរគ្នាបានមកទៀតហត់តែពិសេសខ្លាំងហ្មងអញ្ចឹងគេមានកន្លែងដាក់ឲ្យយើងថតរូបថតអីហើយនេះជាលើកទី1ឯងដែលខ្ញុំបានឃើញសត្វមៀមអ្នកនរគ្នានៅខាងក្រៅពិតប្រកបតែម្ដងហើយសម្រាប់ខ្ញុំគឺរៀងគួរឲ្យខ្លាចហើយនេះគឺជាការទន្ទឹងរង់ចាំរបស់ខ្ញុំតាំងពីថ្ងៃត្រង់រហូតដល់យប់ម៉ោង9យប់ដើម្បីមើល fountain ដែលមានទឹករាំតាមចង្វាក់ភ្លេងហើយល្បីខ្លាំងមែនទែនតាមអ៊ីនធឺណិតតាមរយៈការដែលខ្ញុំ search មកឥឡូវខ្ញុំបានសម្រាប់ឲ្យអ្នកទាំងអស់គ្នាហើយសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកដែលគាត់មានគម្រោងមកលេងទីក្រុងចាកាតាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹង enjoy your trip in Jakarta bye bye